បាទគណៈពេលនេះខ្ញុំបាទសូមនាំបងប្អូនទៅតាមដានព័ត៌មានថ្ងៃនេះខ្ញុំដាក់ព័ត៌មានច្រើនគណៈបន្តិចឲ្យបងប្អូនដោយសារតែព័ត៌មានវាមានខ្លីៗពេកឥឡូវខ្ញុំដាក់ចូលគ្នាតែម្ដងមិនចូលគ្នាអញ្ចឹងសូមបងប្អូនទៅតាមដានទាំងអស់គ្នាបាទនៅក្នុងប្រភពព័ត៌មានដែលខ្ញុំបានដកស្រង់នេះគឺតាមប៉ុស្តិ៍ខ្មែរបាទនៅក្នុង page ប៉ុស្តិ៍ខ្មែរខ្ញុំដកស្រង់ពីនឹងមកបាទផ្ទះជាង 1300 ខ្នងរងផលប៉ះពាល់ខណៈដែលកងទ័ពថៃកាន់កាប់ដី292ហិកតានៅតំបន់បឹងត្រកួនបាទនៅក្នុងបឹងត្រកួនហ្នឹងគឺថៃនៅតែបន្តទន្ទ្រានណាទន្ទ្រាននៅឡើយទេទោះបីជាយើងមានបទជបាញ់ណានឹងហើយក៏ដោយកងទ័ពថៃបានដាក់កុងតឺន័រចូលក្នុងទឹកដីកម្ពុជាចម្ងាយ1គីឡូម៉ែត្រព័ត៌មាននេះខ្លីតែប៉ុណ្ណឹងបាទឥឡូវយើងចូលព័ត៌មានមួយទៀតដែលខ្ញុំបានដកស្រង់ពីវីដេអូបាទទេសនាថៃអំពាវនាវឲ្យអត់ធ្មត់ដើម្បីសន្តិភាពនៅវេណេស៊ុយអេឡាទាំងដែលខ្លួនឯងឈានពានកម្ពុជាទៅបាត់ថាថៃមានទេសនៈឲ្យមានការអត់ធ្មត់ដើម្បីសន្តិភាពហ្នឹងនៅវេណេស៊ុយអេឡាហ្នឹងកំពុងតែក្តៅហើយតាមការចេញផ្សាយរបស់កាសែតថៃ Khawsot English បានបញ្ជាក់ថាប្រទេសថៃអំពាវនាវឲ្យមានការអត់ធ្មត់ជំវិញចំនួននៅវេណេស៊ុយអេឡាក្នុងន័យជំរុញឲ្យមានសន្តិភាពប៉ុន្តែខ្លួនឯងនឹងបានទន្ទ្រានអធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជាតែវានៅតែមានយោបល់ឲ្យគេអត់ធ្មត់ទៅវិញចំនួននៅវេណេស៊ុយអេឡាហ្នឹងណាថៃបានបញ្ជាក់ទៀតថាខ្លួនបានតាមដានស្ថានភាពនៅវេណេស៊ុយអេឡាយ៉ាងយកចិត្តទុកដាក់ហើយជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយចំនួនដោយសន្តិភាពដោយគោរពឲ្យបានពេញលេញនៅធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិត្រូវអនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុតដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមជាមួយគ្នាភាគីពាក់ព័ន្ធទៅផ្ដល់អធិភាពលើការពារជនស៊ីវិលនិងគោរពឆន្ទៈនៃប្រជាជនវេណេស៊ុយអេឡាប៉ុន្តែការអំពាវនាវរបស់ថៃហាក់ប្រឆាចនឹងទង្វើជាក់ស្ដែងអំពាវនាវឲ្យគេធ្វើអញ្ចេះធ្វើអញ្ចោះណែតែខ្លួនឯងគឺទន្ទ្រានលើអធិបតេយ្យភាពកម្ពុជាព្រោះខ្លួនបានឈានពានដែនអធិបតេយ្យភាពហ្នឹងកម្ពុជារំលោភលើច្បាប់អន្តរជាតិទៀតនឹងសៀមណាបងប្អូនឥឡូវយើងមានព័ត៌មានមួយទៀតគឺតកតងទៅនឹងការថតរូបដាក់តាំងរូបរបស់វីរៈកងទ័ពខ្មែរហ្នឹងដោយអត់មានធ្វើឲ្យព្រិលអីចឹងណាហើយវាជាការរំលោភសិទ្ធិបុគ្គលបាទអ្នកនាំពាក្យការផ្សាយឬចែករំលែករូបភាពសពកងទ័ពពលីដោយគ្មានការបិទបាំងជាទង្វើខុសសិលធម៌និងរំលោភសិទ្ធិឯកជនភាពលោកទេពអាសនារិទ្ធបាទលោកទេពអាសនារិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថាការផ្សាយចែករំលែកព័ត៌មានឬរូបភាពសពកងទ័ពក្នុងសមរភូមិជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានលើបណ្ដាញសង្គមដោយទំនួលខុសត្រូវហើយជាទង្វើប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងមិនលើកគុណតម្លៃដល់កងទ័ពមិនគោរពដល់ក្រុមគ្រួសារនៃយុទ្ធជនពលីជីវិតនិងការបូជាសម្រាប់បុព្វហេតុការពារមាតុភូមិការពារជាតិមាតុភូមិលោកទេពអាសនារិទ្ធបានលើកឡើងបន្ថែមទៀតថាការផ្សាយឬក៏ចែករំលែករូបភាពសពកងទ័ពពលីដោយគ្មានការបិទបាំងឬក៏ធ្វើឲ្យព្រាលលើរូបភាពជាទង្វើប្រាជ្ញាក្រមសីលធម៌ហើយ
រំលោភសិទ្ធិឯកជនភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្សនិងប៉ះពាល់ខ្លាំងដល់អារម្មណ៍សាធារណៈអញ្ចឹងការចែកចាយរូបភាពសពរបស់វីរៈកងទ័ពត្រូវតែមានការធ្វើឲ្យបិទបាំងបន្តិចឬក៏ព្រិលអីចឹងណាកុំឲ្យស្ដែងពេករាពេកហ្នឹងគឺថាប៉ះពាល់សិទ្ធិបុគ្គលហើយប្រជាក្រមសីលធម៌ទៀតបងប្អូនហើយឥឡូវយើងបន្តទៅលោកMadaro នេះបាទមិនទាន់ចប់ទេបងប្អូន Madaro នេះយ៉ាងណាទៅមកដឹងពីប្រតិបត្តិការក្នុងពេលចាប់ខ្លួនលោក Madaro របស់កងកម្លាំងពិសេសអាមេរិក Delta Force តែយ៉ាងណាដែរបងប្អូននៅម៉ោង 10:46 នាទីយប់ថ្ងៃទី2មករាឆ្នាំ2026បាទនៅយប់ហ្នឹងយប់ថ្ងៃទី2ខែមករាឆ្នាំ2026ហ្នឹងគឺលោក Donald Trump បានចេញបញ្ជាឲ្យយោធាអាមេរិកចាប់ផ្ដើមធ្វើប្រតិបត្តិការយ៉ាងណាដែរប៉ុន្មានម៉ោងក្រោយមកយន្តហោះជាង150គ្រឿងដែលក្នុងនោះមានទាំងយន្តហោះទម្លាក់គ្រឿបយន្តហោះចម្បាំងយន្តហោះឆ្លប់យកការឧបត្ថម្ភភេកជ្ជៈនិងយន្តហោះគ្មានមនុស្សបើកបានចាក់ចេញពីមូលដ្ឋានទាំងនៅលើដីនិងលើសមុទ្រនៅ Western Hemisphere នេះបើតាមលោកឧត្តមសេនីយ៍ Dan Kani អានចឹងបងប្អូនប្រធានអគ្គសេនាធិការចម្រុះអាមេរិកបញ្ជាក់ក្នុងពេលធ្វើសន្និសីទកាសារព័ត៌មាននាព្រឹកថ្ងៃទី3ខែមករាឆ្នាំ2026អានេះថ្ងៃទី4ណាអញ្ចឹងតាំងពីថ្ងៃទី3បាទឥឡូវព័ត៌មានហ្នឹងគឺមានតែប៉ុណ្្នឹងហើយឥឡូវយើងតទៅព័ត៌មានមួយទៀតតទៅនឹងការបណ្ដុះបណ្ដាលវគ្គសុវត្ថិភាពនិងអាយុជីវិតហ្នឹងតែយ៉ាងណាដែរបងប្អូនកុំឲ្យខាត់ពេលយើងចូលទៅទាំងអស់គ្នាបាទនៅឆ្នាំ2025ក្រសួងការងារបានរៀបចំការបណ្ដុះបណ្ដាលពីសុវត្ថិភាពនិងសុខភាពការងារក្រសួងការងារបានរៀបចំបណ្ដុះបណ្ដាលពីសុវត្ថិភាពនិងសុខភាពការងារចំនួន161វគ្គដល់សិក្ខាកាមជាង 3000 នាក់ពេញមួយឆ្នាំ2025កន្លងទៅនេះនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំការបណ្ដុះបណ្ដាលអំពីសុវត្ថិភាពនិងសុខភាពការងារចំនួន161វគ្គដោយមានសិក្ខាកាមចូលរួមជាង 3000 នាក់ច្រើនដែរបងប្អូននាយកដ្ឋានពេទ្យការងារបានឲ្យដឹងថានាយកដ្ឋានរបស់ខ្លួនបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពនិងសុខភាពការងារនិងវិជ្ជាជីវៈសង្គ្រោះបឋមចំនួន161វគ្គដែលមានអ្នកចូលរួមសរុបចំនួន3233នាក់ដោយមានស្ត្រីចំនួន1348នាក់ក្នុងនោះដែលនាយកដ្ឋានក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូពេទ្យសហគ្រាសនិងបុគ្គលទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារចំនួន3វគ្គដោយមានអ្នកចូលរួមចំនួនសរុប170នាក់ដោយមានស្ត្រី97នាក់បាទអញ្ចឹងព័ត៌មាននេះមានខ្លីទេបងប្អូនមានតែប៉ុណ្ណេះបងប្អូនអញ្ចឹងរាល់ការចែកម្លែកសារព័ត៌មានដែលខ្ញុំបានធ្វើនេះសូមបងប្អូនអធិស្ឋានផងបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមកថ្មីអត់ទាន់បានចុច Subscribe Channel របស់ខ្ញុំបាទសូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីនឹងទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃខណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានពីដើមដល់ចប់សូមជម្រាបលា